Man U បើយក Rodrigo របស់ Real មែនឥឡូវពាក្យចាចាំអារ៉ាមមានតែ Camavinga ទេដែលលក់ដូចជាតម្លៃ60លានតោះឡើងយើងឡើងចម្លើយលើនឹងដែរត្រូវទេបាទចង់ដាក់លេខបងអូបងប្អូនលេខខ្ញុំនៅ551572 add ជា channel Telegram មកលេខហ្នឹងadd មកទិញអាវក៏បានដែរបាទចំណេញបាទចំណេញមែនយូទិញ Marco Lasco មកឥឡូវមកដល់ឥឡូវអត់មានលឺថាមែនយូចង់បានអីអាពិតប្រកបហ្មងអត់ទុកចិត្តខ្លួនឯងហ្មងហ្នឹងចង់បាន3បន្ទុកហ្នឹងហើយចង់បាន3បន្ទុកសង្ស័យគិតCarrick ដឹកនាំចឹងល្អហើយបាច់ទិញអីទៀតទេខាច់តែថ្នាក់ដឹកនាំមែនយូគិតចឹងតាគិតចឹងខំហ្មងគិតចឹងចូលកាឡានេះទៀតហើយនេះបងប្អូនលេខខ្ញុំនៅលើម៉ោងណាលើម៉ោង7:59នោះហ្នឹង Telegram មកខ្ញុំទីត្រូវ3-1រួចហើយពីព្រោះបើគួរតែណាមួយគួរតែ Carrick គាត់និយាយជាសាធារណៈមួយថាបច្ចុប្បន្នគាត់ត្រូវការប្រមាណអ្នកដើម្បីត្រៀមបញ្ចេញឲ្យ Man U បញ្ចេញនៅឆ្នាំក្រោយប្រសិនបើគាត់ឈ្នះ UCL ចឹងបាទឈ្នះឲ្យ qualify ឡើងទៅលេង UCL ឈ្នះអាកៅអីមួយលេងទៅលេង UCL អញ្ចឹងគាត់គួរតែត្រូវការកីឡាករប្រមាណអ្នកគាត់គួរតែនិយាយចឹងដើម្បីឲ្យអ្នកគ្រប់គ្រងអ្នកសារព័ត៌មានគេចាប់មុំអីច្រើនពេលគាត់ក៏ស្ងាត់ខ្ញុំជឿថាមកពីឥឡូវនេះមិនមែនគ្រូទេដូចខ្ញុំដែរលោក Jason Wilcox គឺគាត់អ្នករៀបចំហ្នឹងមួយលោក Chris Wilwell អញ្ចឹងគាត់លាក់ការហ្នឹងហើយខ្ញុំមិនពេញចិត្តគាត់ឬតែមួយគាត់លូកដៃចូលការទិញកីឡាករទេប៉ុន្តែបើអ្វីដែលគាត់ខ្លាំងគឺគាត់ទៅទិញកីឡាករបានមែនតែទិញត្រូវគ្រូតែប៉ុណ្្នឹងទេមិនពេញចិត្តគ្រូប៉ុន្តែខ្ញុំថាលោក Jason គាត់លាក់អាហ្នឹងហើយលាក់ឲ្យគាត់ឲ្យគាត់មិនថាមិនឲ្យគាត់ឲ្យគាត់ចែកបាទតែឲ្យត្រូវអត់ដឹងទេតែប៉ុណ្្នឹងទេគាត់អាចឲ្យជំរើស Carrick ដូចឲ្យអាមេរិកហ្នឹងបាទតារីមឯងទិញ2ឬមុនអា2ក្រោយខ្ញុំបាទអញ្ចឹងគាត់ទិញគាត់តែប៉ុណ្្នឹងឯងតែបើថាធ្វើការលឿនលោក Jason ហើយនិងលោក Christopher Viva ហ្នឹងលឿនអញ្ចឹងខ្ញុំថាគាត់ទិញបើតើតើមួយបងឆ្ងល់រឿង Carrick ហ្នឹងខ្ញុំឮគាត់និយាយមួយម៉ាត់យប់មិញបាទមក clear ថា Lakey 808ជំនួស Casemiro ហ្នឹងគឺគាត់អត់គេតែមកហ៎និយាយទៅគឺបានថាគាត់ប្រហើបបន្តិចទេណាបាទគាត់ថាយើងនឹងមិនរស់អ្នកដែលលេងដូច Casemiro 100% ទេអ្វីៗគ្រប់យ៉ាងនឹងត្រូវប្រែប្រួលអ្នកជំនួសគាត់គឺមានតែមនុស្សទេដែលជំនួសក៏តែចំពោះ style លេងគឺមិនដូចទេគាត់នឹងត្រូវការអ្នកដែលផ្សេងទៀតបាទអញ្ចឹងកន្លែងនេះអាចនឹងជំរើសច្រើនទៀតហើយខ្ញុំជឿថាបើសិនជាគាត់បានធ្វើជាគ្រូពេញសិទ្ធមែនគេនឹងចែកគាត់ដូចលោកអាមេរិកឧទាហរណ៍ថាទិញ6នាក់ Carrick ឯងរើស3 Carrick ឯងជាគ្រូជាខ្សែបម្រើស្រាប់អញ្ចឹងរើសតំបន់បម្រើ3នាក់ទុកអាស្លាប់ឆ្វេងស្ដាំការពារខ្ញុំ2នាក់លោក Vivel រើសខ្ញុំគិតថាអញ្ចឹងបាទរើសឲ្យគេមកធ្វើការហើយគេអ្នកបង្វឹករើសចិត្តខ្លួនឯងរើសចិត្តខ្លួនឯងគាត់សុកចិត្តខាតលុយដូចយើងមើលទិញ Sesko ទិញ Lamen អស់80លានថា$100លាន$100លានអឺរ៉ូហើយបើសិនជាគាត់តាមតារីមវត្តគិនហ្មង40នេះ Martinez 40ទៀតវាប្រហាក់ប្រហែលគ្នាក៏ប៉ុន្តែគេហៅថា Premier League proven ហ្នឹងបាទ proven អញ្ចឹងបានថាមកគឺលេងហ្មងក៏ប៉ុន្តែគាត់អត់គាត់មាននេះគាត់សុខចិត្តចាយលុយប្រហាក់ប្រហែលគ្នាដែរយកក្មេងៗអត់មានបទពិសោធន៍ធ្វើមិនឲ្យតែបានជាជំរើសគាត់អញ្ចឹងខ្ញុំគិតថាគាត់អត់ចោលអាឡៃហ្នឹងទេអត់ទេគាត់ដឹងតែនៅតែប្រកាន់ចំហតែឯងទិញ2ខ្ញុំទិញ2ប៉ុណ្ណឹងបាទខ្ញុំជឿថាគាត់ទិញគាត់ទិញឥឡូវគាត់ទិញគ្រូញ៉ាទិញ Sesko ទិញអីមកសើរឿងយើងនឹកស្មានដល់ទេអញ្ចឹងគាត់ទិញបានតែគ្រាន់តែដូចយ៉ាងត្រូវគ្រូហ្នឹងអត់មើលឃើញទោះអត់បាន Champions League ក៏ត្រូវទិញដែរហើយណាមួយទិញព្រោះលុយពី Champions League មកគឺបានខ្ទង់ល្បាក់100លានផោនហ្នឹងហើយមិញត្រូវការឈ្នះប្រហែលទៀត secure ខ្ញុំថាគាត់ឈ្នះតែ3ប្រកួតទៀតទៅបានហើយក៏ប៉ុតយើងឆ្លងផុតមួយណាក្នុងចំណោមគ្រោះកាចទាំង3ដោយសល់9ប្រកួតចុងក្រោយយើងនៅប៉ះ Aston Chelsea ហ្នឹងហើយឥឡូវយើងឆ្លងផុតមួយតែឥឡូវទោះជា Chelsea ឈ្នះ Man U ក៏មិនទៅហក់ឡើងទៅដល់ Man U ដែរបាទហើយមិនប្រកាសថា Chelsea ប្រកួតក្រោយឈ្នះរហូតណាហើយ Liverpool នេះក៏មិនឈ្នះមិន Man U ទៅ secure បើ Man U ជាមួយ Aston ខុសគ្នាតែ3ពងហ្នឹងបានន័យថាខ្ញុំថា Man U បើឈ្នះ3ប្រកួតទៀត Aston ឈ្នះដែរទៅមិនចាហ្នឹងយើងអត់រាប់គេទេយើងរាប់តែខ្លួនឯងហើយប្រកួតក្រោយស្មើចាញ់ទៅវាអត់អីទេ Aston ពិបាក Aston ប្រកួតក្រោយប៉ះ West Ham ចប់ពី West Ham ប៉ះ Nottingham សិតតែអ្នកបានតារាងហ្នឹងហើយអ្នកបានតារាងគេខំប្រឹងឡើងវិញស្មើមួយ Man City មួយហ្នឹងបាទជាមួយ West Ham ហើយនឹង Nottingham បាទដឹងអត់ទុកទេបាទ Man U នឹង3ប្រកួតឈ្នះ3ប្រកួតទេខ្ញុំគិតថាគាត់អាច secure ហើយកីឡាករគាត់អាច
ប្រឡែងបានស្មើអីទៅបានហើយទន្ទឹមតតែគាត់នឹងមានបន្ទុកស្មើគ្នាឥឡូវនេះគាត់ដាច់3ដាច់ Aston 3ដាច់ Liverpool ប្រហែលដាច់ Chelsea 6 បាទ 7ណោះ 6បន្ទុក បាទ Chelsea ដាច់ Chelsea Chelsea 48 បាទគាត់ Man U 54 បាទដាច់ 6 ហើយដាច់ Liverpool 5 ចឹងគឺ secure 2ប្រកួតក្នុងដៃបាទគាត់ចាញ់2ប្រកួតក្នុងដៃទៅគាត់អត់ទាន់ទៅណាដែរ បាទ ចឹងមកគាត់ឈ្នះ3ប្រកួតជាប់គ្នា3ទៀត Spurs គាត់ដាច់ទៀតណាគាត់ដាច់ Spurs រាប់មិនឃើញផង Spurs 20ថ្ងៃ Spurs មើល អូខ្ញុំមកបើថា Spurs ធ្លាក់មែនសុបាយចិត្តអីទិញកីឡាករ Spurs ទិញកីឡាករ ខ្សែការពារ Van der Ven អូមែន Spurs ខុសគ្នាបាតតារាងតាមមួយពងហ្នឹង មកពងទេបង ចឹងស្លាប់រស់ហើយកន្លែងហ្នឹង ស្លាប់រស់ហើយ ហើយ មែនបាតតារាងតំបន់គេកាត់ចោលតាមមួយពងណា មកពងទេ ហើយកីឡាករដែលខ្ញុំចង់ទិញពី Spurs នោះ Poro ហ្នឹងហើយ Poro បាទ 3 2អ្នកហ្នឹងយកមកអត់បាន Van der Ven ក៏បានដែរតែ Odegi ហើយមិនមានមិនមកទេមាន Duku ប៉ុន្តែ Poro នេះមកស្ដាំអែមណាស់ Poro នេះ Man City ចង់យកជំនួស Walker ដែរតែយកអត់បាន បាទ ចង់យក Walker ពី Spurs បានហើយចង់យក Poro ពី Spurs មកទៀត Poro នេះល្អ អូបើ Spurs ធ្លាក់ទៅមែនគេសប្បាយទិញកីឡាករ Spurs ណា Xavi Simons ក៏មិននៅដែរ Xavi Simons គូ Solanke អូសប្បាយ ចុះបើ Spurs លក់អស់បានអីតតាំងឡើងមកលេង គាត់មិនលក់ក៏គាត់មានប្រាក់ខែបើកអីគេហើយគេក៏មិននៅលេងអា Championship ហ្នឹងដែរតែប៉ុណ្ណឹងបាទ សូម្បី Newcastle ក៏ដូចគ្នាដែរតែអត់ qualify ចាស់ហើយ Gordon Tonali អាចបោតដែរតែអត់មានអ្នក call មកណា ខមកមួយខមកលើកទៅអត់លឺមិន អូ នេះបងប្អូននេះអាចខមកលេខ Telegram ខ្ញុំដាក់នៅលើតើអត់ខមកទេទុក ជាសារបង ទុករង្វាន់ទៀតទុកដាក់ទូទាយវិញមិនឃើញខមកតែលើកទៅលើកនិយាយគ្នាអត់រួចដាក់លេខខុសទេមើលទីមើលអាឡូសួរ អូ អាឡូមកដាក់ជិះវិញអាឡូជំរាបសួរអូខេឥឡូវបិទនោះវិញបងបើក loud speaker អាឡូជំរាបសួរលឺទេបាទមានទូរស័ព្ទប៉ុន្មានមានទូរស័ព្ទប៉ុន្មានពីរអូខេឥឡូវមិនអេតស្អីទៀតចាំឆ្លើយយកហ្មងទៅអូខេឥឡូវចេះធៀមឡើងចុះមកមើលសំណួរមិនឃើញអូផ្ញើឲ្យត្រៀមណាបងសួរឲ្យបិទណា1 2 3ឆ្លើយអេបាទហេឈប់មកខាងណាវិញខ្ញុំនៅបងស្ពើបងខាងកងវិស័យស្រុកកងវិស័យស្រុកខ្ញុំស្រុកជីដូជីតាខ្ញុំតើ បាទឥឡូវទៅតែស្រុកកងវិស័យគ្រប់ត្រមែនយូរប៉ុន្មានឆ្នាំហើយយូរដែរបងតាំងជំនាន់រំនេះ2017 ហេរំនេះ17ណា17គាត់ចេញបាទ2017យូរដែរបាទឥឡូវអូខេដល់អញ្ចឹងសំណួរសួរតតនឹងរ៉ូនីហ្មងអញ្ចឹងសំណួរសួរថាឆ្លងកាត់ការប្រកួត30សប្តាហ៍តើមែនយូសុទ្ធបាល់បញ្ចូលទីបានប្រមាណគ្រាប់ចម្លើយកមាន54គ្រាប់ចម្លើយខមាន60គ្រាប់និងចម្លើយកមាន51គ្រាប់ឃើញលើអេក្រង់ហ៎ឃើញហើយអូខេយល់ណាឆ្លងកាត់ការប្រកួត30សប្តាហ៍តើមែនយូសុទ្ធបញ្ចូលទីបានប្រមាណគ្រាប់54ក60គុតខ51កតោះ1 2 3យកចម្លើយមើលណាកចម្លើយក54គ្រាប់ច្បាស់ហ៎ដូផ្ដល់ឱកាសឲ្យបើឲ្យរើសម្ដងទៀតអត់អីបងចម្លើយកហ្មងចម្លើយកហ្នឹងហ្មងហ៎បាទចម្លើយគឺជាចម្លើយមិនខុសទេអបអសាទរបើកចាក់ហើយអូយលយម៉ែអើយសូមញ៉ាបទចម្រៀង3បទទៅមនុស្សខ្ញុំចង់ចូល live stream មួយថ្ងៃមួយតែខ្ញុំអត់មានពេលហ៎បងនិយាយឆ្លើយវិញបងសួរតាមត្រង់ឆ្លើយស្មានទេអីខ្ញុំធ្លាប់ចាំការជំនាន់រ៉ូនីសួរក្របឥឡូវខ្ញុំសម្បត្តិ7ទេតែខ្ញុំឆ្លើយចេញពីចិត្តហ្មងគឺឆ្លើយនឹងមួយហ្នឹងបងអូគេថាបេះដូងមែនយូឆ្លើយចេញពីបេះដូងបាទស្មានចេញពីបេះដូង
បាទបាទអញ្ចឹងមានលេខបងចាំឆាននៅ Telegram មកចាំបងផ្ញើអវ៉ាន់ទៅឲ្យបាទអរគុណច្រើនអបអរសាទរឈ្មោះគេមិញ ឈ្មោះហ៊ុនសំផស្សបង សំផស្សបាទអបអរសាទរសំផស្សអ្នកស្រុកកងពិសី អូគាត់ខមមិនមុនគេហ្នឹងហី បាទអរគុណច្រើនបាទជំរាបលាបាទតោះយើងនៅសល់ម្នាក់ទៀតអីលុយបែ គាត់អ្នកតាមដានមែនយូ ក្រុ រ មការងារមិនឲ្យខ្សែទេ ឃើញខមមិនតាំងមុនគេបង ខមមិនមិន ខមមិនសូហ្នឹង អូ បាទ អូតោះឥឡូវមកអូន Nice now. មកទៀតហើយបាទបងប្រុសជំរាបសួរបង ដាក់ចិត្តម៉ៃបង ឥឡូវជំរាបសួរបង អើសួរបង បាទបងអូយបងពិសិដ្ឋអ្នកនៅក្នុងក្រុម Manchester ដែរហ្នឹង អខ្សែយើងហ្នឹងមិនឲ្យទេ បាទបាញ់ចូលមកទៅចែកលេងទេក៏ចូលមកទាយយករង្វាន់បង ចែកលេងហី ទីអីđâu ទាយមកបាញ់មានទូរស័ព្ទ2ឬក៏ចាំស្ដាប់ចម្លើយឆ្លើយយកហ្មង សាប់ពីđóបង អូខេអញ្ចឹងបងអាចមើលចម្លើយឃើញលើទូរស័ព្ទណា បាទ បាទឥឡូវសុំបងណែនាំខ្លួនសិនមុនសួរ បាទបង អូ delay ជាងអានេះឈ្មោះពិសិដ្ឋបង fan Manchester United បង តាំងពីឆ្នាំណាជួយប្រាប់ផងបង ចំណងអាយឆាបបង អាយឆាបអូអាយសាប់កៅជាង បាទកៅជាង បាទ ទេបាញ់គ្រប់ត្រយូរដែរហ្នឹង ចាស់ហើយអញ្ចឹង ចាស់ហើយបងណា បាទ បាទអូខេតើបងទៅត្រៀមខ្ញុំសួរណា បាទ បាទតែខ្ញុំបើកមើលសំណួរសិនសំណួរសួរថាតើនៅត្រឹមសប្តាហ៍ទី30 Man U របូតគ្រាប់បាល់ប្រមាណគ្រាប់នេះសប្តាហ៍ទី30 Man U របូតគ្រាប់បាល់តើអធិស្ឋានបងខ្ញុំសុំម្ដងទៀតណាតើត្រឹមសប្តាហ៍ទី30 Man U របូតគ្រាប់បាល់ប្រមាណគ្រាប់ បាទ ចម្លើយក39គ្រាប់ចម្លើយខ45គ្រាប់និងចម្លើយក41គ្រាប់ ចម្លើយកអេរបូតតិចមែនបងមែនយូរដែររបូតណាស់តិចអញ្ចឹងបង អ្នកចាំទីក្រោយស្អត់ដែរបង ស្អិតដែរឥឡូវផ្ដល់ឱកាសបាញ់រើសម្ដងទៀតកខឬកក 41 ទៀតដែរច្បាស់ហ៎ បាទ តាអញ្ចឹងតែខ្ញុំឆ្លើយចម្លើយថាកត្រូវឲ្យបងមិនអន់ចិត្តណាឥឡូវបង អូដាច់បាត់ បាទ អញ្ចឹងបើខ្ញុំឆ្លើយថាចម្លើយកត្រូវគឺបងមិនអន់ចិត្តណា បាទអីបង អេនិយាយហើយឥឡូវខ្ញុំឲ្យបាយរើម្ដងទៀតទៅកុំឲ្យបាយពិបាកចិត្តកខឬកក យកកណាបងក កហ៎ បាទ បាទគឺរបូត41គ្រាប់បាទកគឺជាចម្លើយស្ដាយអើយបងមិនយកកមិញ ក៏យកក អត់បាទ បាទបងយកកទៅគឺខហើយយកកនឹងត្រូវហើយក កនេះឡើយ អរសាទរបងអើយ ចាំអារម្មណ៍អាគាត់ហ្នឹងបង បាទត្រូវហើយបងត្រូវទេចម្លើយកគឺជាចម្លើយត្រូវ បាទ ខ្ញុំញ៉ាំបងហ្នឹង អូយបងអើយត្រូវបងត្រឹមត្រូវនេះ ធ្វើរំភើបតិចបង បង ធ្វើរំភើបតិច មើលដល់រឿងកំ pl ែងអីតកូនតេង ខ្លួនតែ បាទបងអូខេហើយមុននឹងជំរាបលាបងមានអ្វីនិយាយទៅកាន់អ្នកគ្រប់គ្រង Man U យើងទេបង បាទសូមជូនពរបង ជូនពរបាត់ ខ្ញុំយើងឆ្នាំក្រោយមានឱកាសបញ្ចេញពី អូបង sister សប្បាយចឹងអរគុណច្រើនបងចាំ inbox មកខ្ញុំមកខ្ញុំផ្ញើឲ្យ special friend ទៅជូនបងណាបាទអរគុណច្រើនបងជំរាបលាបងបាទសិនមានសេវា ឆ្លើយច្បាស់ណា អេមិញបើឲ្យគាត់យក39ខុសបាត់មែនយើងចេះលេងថាគាត់យកដូចម្នាក់មិញហ្នឹងម្នាក់មិញសំភ័រមិញយើងឲ្យគាត់ដូរក៏ដូរទេបងមិញយើងឲ្យគាត់ដូរក៏ដូរ ដូរបាទ អេបងអានេះបេះដូងឈាមរត់ដល់ឈាមមែនយូមែនយូរត់ដល់ឈាមមែនយូអញ្ចឹងអរគុណច្រើនបងប្អូនអើយតើយើងពីអាវរង្វាន់ហ្នឹងទេសប្តាហ៍ក្រោយយើងដាក់រង្វាន់ទៀតពីអាវទៀតជូនបងប្អូនអ្នកគ្រប់ត្រអញ្ចឹងណាអញ្ចឹងអ្នកដែលបានឈ្នះហើយគឺអត់ឲ្យឈ្នះទៀតទេយើងទុកអ្នកផ្សេងណា បាទរក្សា profile ទុកមើល បាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ Soul Man U សប្តាហ៍នេះក៏ដល់ទីបញ្ចប់យើងជួបគ្នានៅសប្តាហ៍ក្រោយបាទអរគុណសូមជម្រាបលាបាទ